អាចចាប់ផ្ដើមបានជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះសានស្រីនីដែលជាសមាជិកម្នាក់នៅក្នុងសមាជិកនៃក្រុមទី3ក្នុងថ្ងៃនេះដែរក្រុមយើងខ្ញុំលើកយកប្រធានបទនិយាយអំពី water pollutant and approach for their removal ហើយសមាជិករបស់ក្រុមខ្ញុំដែរមានចំនួន7នាក់ដំបូងមកអស់យើងចូលមកដល់វេទិកាហើយមាតិកាដែលក្នុងមាតិកាមានចំណុចជាច្រើនដូចជាចំណុចទី1និយាយអំពីសេចក្តីផ្ដើមចំណុចទី2និយាយអំពីប្រភពដើមនិងប្រភពនៃការបំពុលទឹកទី3ប្រភេទនៃការបំពុលទឹកទី4 common method for treating polluted water ទី5 environmental regulation ទី6 new pollutant detection technique ដែលចុងក្រោយបង្អស់គឺនិយាយអំពីសេចក្តីសន្និដ្ឋានចំពោះចំណុចបន្ទាប់ដែលជាចំណុចទី1របស់យើងគឺនិយាយអំពីសេចក្តីផ្ដើមហើយនៅក្នុងចំណុចនេះដែរគឺយើងសង្កត់ធ្ងន់ទៅលើទឹកយើងដឹងហើយថាទឹកគឺជាសារធាតុសំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សយើងមិនថាជីវិតមនុស្សសត្វរុក្ខជាតិហើយវាក៏សំខាន់សម្រាប់សុខភាពរបស់យើងផងដែរហើយគ្រប់ជីវិតទាំងអស់គឺមិនអាចរស់នៅដោយគ្មានទឹកបានទេហើយវាជាកត្តាសំខាន់សម្រាប់រាងកាយរបស់យើងហើយទឹកនោះមានតួនាទីក្នុងការបន្ថែមសារធាតុចិញ្ចឹមនិងការជួយបញ្ជូនអុកស៊ីហ្សែននៅក្នុងសារពាង្គកាយរបស់យើងផងដែរហើយវាក៏ជួយសម្រួលសីតុណ្ហភាពក្នុងខ្លួនប្រាណហើយក្នុងទឹកហ្នឹងក៏វាមានផ្ទុកសារធាតុអ៊ីយ៉ុងដូចជាសូដ្យូមក្លូរីតប៉ូតាស្យូមម៉ាញ៉េស្យូមកាល់ស្យូមជាដើមហើយវាដើរតួនាទីយ៉ាងសំខាន់សម្រាប់រាងកាយនិងដំណើរការកោសិកាហើយគេបានព្យាករណ៍ថានៅឆ្នាំ2050នេះតម្រូវការទឹកនឹងមានការកើនឡើងក៏ដោយសារតែការកើនឡើងនៃកំណើនប្រជាជននិងការអភិវឌ្ឍឧស្សាហកម្មផ្សេងៗហើយក្នុងបញ្ហាកង្វះទឹកនេះដែរគឺកើតឡើងទូទាំងពិភពលោកដោយសារតែការប្រើប្រាស់ទឹកខ្ជះខ្ជាយរបស់មនុស្សយើងនឹងហើយនឹងការបំពុលទឹកជាដើមហើយដូចនេះក្នុងយើងនឹងត្រូវយកចិត្តទុកដាក់មែនទែនទៅលើបញ្ហាទឹកនេះដែរព្រោះវាគឺជារឿងសំខាន់ដើម្បីធានាព្រោះវាគឺជារឿងសំខាន់មែនតើហើយយើងត្រូវរកវិធីសាស្ត្រយ៉ាងណាដើម្បីធ្វើឲ្យទឹករបស់យើងនឹងស្អាតអាចប្រើប្រាស់បានល្អមានផាសុកភាពនិងអាចយកទៅប្រើយ៉ាងប្រកបដោយសុវត្ថិភាពចូលដល់ចំណុចបន្ទាប់គឺជាចំណុចទី2ដែលគេនិយាយអំពីប្រភពដើមនិងប្រភពនៃការបំពុលទឹកនៅក្នុងចំណុចនេះដែរប្រភពដើមនៃការបំពុលទឹកហ្នឹងវាមានកត្តាជាច្រើនដូចជាទី1ការបំពុលដោយធម្មជាតិគឺការបំពុលដោយធម្មជាតិហ្នឹងគឺជាការបំពុលដែលសារធាតុបង្កនោះកើតឡើងដោយធម្មជាតិដូចជាអាសូតអាស៊ីតលោហៈសារធាតុវិជសកម្មនិងភ្លៀងអាស៊ីតជាដើមការបំពុលទាំងនេះគឺជាការធ្លាក់ពីបរិយាកាសនិងធ្លាក់ពីអាកាសនាំមកជាមួយដោយស្មានពុលទៅកាន់បឹងបួទន្លេនិងសមុទ្របណ្ដាលឲ្យមានការបំពុលទឹកដែលមានផលប៉ះពាល់យ៉ាងខ្លាំងមែនទែនដល់អាយុជីវិតរបស់មនុស្សយើងរុក្ខជាតិសត្វជាដើមហើយចូលដល់ចំណុចបន្ទាប់យើងនិយាយអំពីចំណុចទី2ដែលជាចំណុចនៃការបំពុលទឹកដោយសិប្បនិម្មិតដែលការបំពុលទឹកដោយសិប្បនិម្មិតនេះដែរគឺជាការបំពុលដែលបង្កឡើងដោយមនុស្សរួមមានការបញ្ចេញកាកសំណល់ពីរោងចក្រនិងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនិងសារធាតុ sulfate និងផ្លាស្ទិកហើយសម្រាប់សារធាតុ sulfate នេះដែរគឺជាសារធាតុដែលគេប្រើវានៅក្នុងវិស័យឧស្សាហកម្មអ្នកទាំងអស់គ្នាដូចជាការផលិតក្រដាសកញ្ចក់សាងហើយនឹងថ្នាំសម្រាប់សត្វល្អិតជាដើមហើយនៅក្នុងសារធាតុនឹងដែរវាក៏មានសារធាតុពុលដែលធ្វើឲ្យទឹករបស់យើងនឹងមានផលប៉ះពាល់ដែរបើសិនជាវាធ្លាក់ហូរទៅប៉ះទឹកចូលដល់ចំណុចបន្ទាប់ហើយនៅក្នុងការបំពុលទឹកដោយសិប្បនិម្មិតហ្នឹងយើងចែកជា2គឺមានការបំពុលទឹកដោយប្រយោលដែលចំណុចការបំពុលទឹកដោយប្រយោលនេះគឺកើតឡើងនៅពេលដែលសារធាតុហ្នឹងធ្លាក់ចូលទៅក្នុងទឹកដោយប្រយោលគឺវាមិនធ្លាក់ទៅចូលក្នុងទឹកដោយផ្ទាល់ទេឧទាហរណ៍ការប្រើថ្នាំសម្លាប់សត្វល្អិត
ដែលធ្វើឲ្យដីហ្នឹងមានការពុលហើយបន្ទាប់មកហ្នឹងវាជាសារធាតុដែលចូលទៅក្នុងទឹកក្រោមដីដូចជាយើងបាញ់ថ្នាំស្រូវវាមានសារធាតុបង្ហាលទៅចូលក្នុងទឹកហ្នឹងទៅធ្វើឲ្យទឹកហ្នឹងខូចហើយមានផលប៉ះពាល់ដូចជាអឺពពួកមានជីវិតនៅក្នុងនោះដូចជារុក្ខជាតិនៅក្នុងស្រូវឬក៏ពពួកត្រីជាដើមហើយចំណុចមួយទៀតនោះគឺការបំពុលដោយផ្ទាល់ការបំពុលដោយផ្ទាល់នេះដែរគឺកើតឡើងនៅពេលដែលវត្ថុរាវត្រូវបានបញ្ចេញដោយផ្ទាល់ទៅក្នុងទឹកដូចជានៅពេលដែលរោងចក្របញ្ចេញទឹកកខ្វក់ឬវត្ថុរឹងដែលមានជាតិពុលដែលលាយជាមួយទឹកដោយផ្ទាល់ទៅក្នុងសមុទ្រទន្លេឬក៏ប្រភពទឹកដែលយើងយកមកប្រើប្រាស់ឧទាហរណ៍ការបញ្ចេញទឹកកខ្វក់ពីរោងចក្រនឹងដែរគឺមានការប៉ះពាល់មែនទែនទៅដល់ប្រភពទឹករបស់យើងដោយសារការរោងចក្រហ្នឹងគេមានផលិតផ្សេងហើយនៅក្នុងការផលិតនេះដែរវាមានសារធាតុគីមីជាច្រើននៅក្នុងនោះហើយពេលវាចូលទៅដល់ក្នុងទឹករបស់យើងហ្នឹងធ្វើឲ្យទឹករបស់យើងហ្នឹងពុលហើយប្រើប្រាស់អត់បានហើយធ្វើឲ្យត្រីឬក៏រុក្ខជាតិដូចជាសារ៉ាយអីនៅក្នុងទឹកហ្នឹងវាងាប់ហើយសម្រាប់បើមនុស្សយកទឹកហ្នឹងទៅប្រើអាចប៉ះពាល់ដល់អាយុជីវិតក៏ថាបានហើយចូលដល់ចំណុចបន្ទាប់គឺមិត្តភ័ក្តិរបស់ខ្ញុំជាអ្នកបកស្រាយតចាជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះហ៊ីសេងហុងដែលត្រូវឡើងមកបកស្រាយនៅចំណុចបន្ទាប់ទីពីមិត្តភ័ក្តិរបស់ខ្ញុំដែលនៅត្រង់ចំណុចទី3ផងដែរគឺនិយាយពីប្រភេទនៃការបំពុលទឹកអញ្ចឹងសម្រាប់ប្រភេទនៃការបំពុលទឹកហ្នឹងវាកើតឡើងនៅពេលដែលសារធាតុមង្គលគ្រោះថ្នាក់ហ្នឹងវាទៅផ្លាស់ប្ដូរឬពណ៌ឬក៏ក្លិនឬក៏រសជាតិនិងសុវត្ថិភាពនៃទឹកដែលធ្វើឲ្យបង្កការគ្រោះថ្នាក់និងការពុលដល់សារពាង្គកាយមានជីវិតនឹងឯងអញ្ចឹងសម្រាប់ការបំពុលនេះផងដែរក៏វាមានបែងចែកជាការបំពុលសរីរាង្គនិងអសរីរាង្គចូលមកដល់3.1គឺការបំពុលសរីរាង្គអញ្ចឹងសម្រាប់ការបំពុលសរីរាង្គនេះផងដែរគឺវាផ្អែកទៅលើការផលិតផលដែលចេញពីសារធាតុដែលមានមូលដ្ឋាននៅលើកាបូនហើយក៏វាមានប្រភពមកពីធម្មជាតិហើយនឹងសំយោគផងដែរអញ្ចឹងសម្រាប់ប្រភពដែលមកពីធម្មជាតិហ្នឹងវាអាចមកពីការរលាយនៃរលួយនៃរុក្ខជាតិនិងសាកសពជាដើមអញ្ចឹងសម្រាប់ការរលួយនៃរុក្ខជាតិរឹងសាកសពសត្វហ្នឹងនៅពេលដែលសត្វងាប់វានឹងរលួយបង្កបានទៅជាសារធាតុពុលដូចជាcadaverine ដែលcadaverine ហ្នឹងគឺជាសមាសធាតុដ៏ឌីអាមីនវាគ្មានពណ៌គ្មានក្លិនស្អុយថាវានៅពេលដែលវារលួយទៅវាធ្វើឲ្យទឹករបស់យើងហ្នឹងក៏មានសារធាតុពុលដែរហើយជាមួយនឹងសារធាតុមួយទៀតគឺលីស៊ីនដែលគេរកឃើញនៅក្នុងពពួករុក្ខជាតិដែរហើយសម្រាប់បន្តទៀតគឺការបំពុលដែលសុបនិមិត្តអញ្ចឹងប្រភពសុបនិមិត្តហ្នឹងគឺវាមកពីពពួកថ្នាំសម្លាប់សត្វល្អិតឬក៏ម្សៅសាប៊ូថ្នាំពណ៌ឬក៏ផ្លាស្ទិកនិងសារធាតុរំលាយមួយចំនួនអញ្ចឹងសម្រាប់ថ្នាំសម្រាប់សត្វល្អិតហើយឬថ្នាំជ្រលក់ហ្នឹងនៅពេលដែលឧស្សាហកម្មប្រើប្រាស់ថ្នាំជ្រលក់សំយោគគេសំយោគវានៅក្នុងដំណើរការដូចជានីត្រាសិនដែលនីត្រាសិនហ្នឹងគឺជាដំណើរការមួយដែលក្រុមពពួកនីត្រូ NO2 ហ្នឹងគឺវាត្រូវបានជំនួសទៅក្នុងម៉ូលេគុលរបស់ជំនួសដោយម៉ូលេគុលរបស់អ៊ីដ្រូសែនហ្នឹងនៅក្នុងពពួកខ្សែក្បោនវងនឹងឯងឬពពួកខ្សែក្បោនវងហើយឬក៏sulfonation ហ្នឹងដែល sulfonation ហ្នឹងគឺជាប្រតិកម្មមួយដែលគេជំនួសអាស៊ីតH2O3 ហ្នឹងទៅនៅក្នុងម៉ូលេគុលរបស់ខ្សែក្បោនវងនឹងដូចគ្នាដែរអញ្ចឹងហើយសម្រាប់មួយទៀតគឺសារធាតុ polyfluoroalkyl ដែល polyfluoroalkyl ហ្នឹងវាត្រូវបានគេរកឃើញវានៅក្នុងផលិតផលដូចជាTeflon និងវត្ថុមិនជ្រាបទឹកជាមួយនឹងហ្វមផលិតអគ្គិភ័យដែលយើងប្រើប្រាស់ឧបករណ៍ផលិតអគ្គិភ័យហ្នឹងវាមានហ្វមដែលគេបាញ់ទៅហ្នឹងអាហ្នឹងក៏មានពពួកpolyfluoroalkyl ដែរតមកទៀតចូលមកដល់ការបំពុលអសរីរាង្គ
យ៉ាងការបំពុលអសរីរាង្គនឹងប្រទេសដែលកំពុងអភិវឌ្ឍប្រឈមមុខនឹងការបំពុលទឹកយ៉ាងខ្លាំងពីពពួកនីត្រីតដូចជាអាម៉ូញ៉ូមនីត្រាតអ៊ីយ៉ុងលោហៈធ្ងន់ជាមួយនឹងអាឡូសែនផងដែរអញ្ចឹងសម្រាប់ពពួកនីត្រាតប្រភពរបស់វានឹងគឺបានមកពីការប្រើប្រាស់ជីអាសូតច្រើនពេកឬក៏ទឹកស្អុយឬក៏កាកសំណល់សត្វជាមួយនឹងកាកសំណល់ឧស្សាហកម្មដែលបញ្ហារបស់វានឹងនៅពេលដែលអឺកម្រិតរបស់វាមានលើសពី50ក្រាមនៅក្នុង50មីលីក្រាមនៅក្នុង1លីត្រគឺវាបង្កជាផលប៉ះពាល់ដល់ក្នុងទឹកផងដែរហើយសម្រាប់អ៊ីយ៉ុងលោហៈធ្ងន់អញ្ចឹងសម្រាប់អ៊ីយ៉ុងលោហៈធ្ងន់គឺប្រភេទលោហៈដែលមានលេខលំដាប់អាតូមឬក៏លេខទីតាំងអាតូមនឹងវាធំជាង20ជាមួយនឹងដងស៊ីតេធំជាង5ក្រាមនៅក្នុង1សង់ទីម៉ែត្រគីបអញ្ចឹងអានឹងគឺវាក៏ផ្ដល់ផលប៉ះពាល់នៅក្នុងទឹកដែរត្រង់ចំណុចចុងក្រោយគឺ3.2.3ហ្នឹងគឺ halogen ឬក៏ halide នឹងដែរអញ្ចឹងថាhalogen ហ្នឹងគឺភាគច្រើនគឺជាអំបិលធម្មជាតិដែលវាមាននៅក្នុងទឹករួមមានពពួក fluoride chloride ជាមួយនឹង bromide iode អញ្ចឹងពពួកហ្នឹងវាអាចមាននៅក្នុងថ្មរឹងឬក៏ការបំពុលខ្យល់ការសំណល់ឧស្សាហកម្មជាមួយនឹងថ្នាំសម្រាប់សត្វល្អិតដែរដែលផលប៉ះពាល់របស់វានឹងពពួក fluoride ដែលប្រសិនបើវាមានបរិមាណធំជាងឬក៏លើសជាងពី1.5មីលីក្រាមនៅក្នុង1លីត្រវាបណ្ដាលឲ្យកើតមាន fluorosis ដែលពុកគឺវាបានន័យថាវាទទួលបានការបំផ្លាញដោយរ៉ាំរ៉ៃធ្វើឲ្យមានការពុកឆ្អឹងឬក៏នៅពេលដែលយើងពិសាទឹកហ្នឹងទៅធ្វើឲ្យយើងពុកធ្មេញនឹងយើងដឹងហើយថាពួក fluoride ហ្នឹងគឺវាអាចធ្វើឲ្យយើងពុកធ្មេញគឺថាបានដែរបរិមាណរបស់វាហ្នឹងគឺលើសពី3មីលីក្រាមនៅក្នុង1លីត្រចឹងសម្រាប់ចំណុចបន្ទាប់ទៀតក៏សូមឲ្យមិត្តភ័ក្តិរបស់ខ្ញុំគឺជាអ្នកបកស្រាយបន្តជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះហ៊ានសុផារីនឹងមកបកស្រាយចំណុចបន្តគឺចំណុច3.3ដែលនិយាយអំពីការបំពុលទឹកដែលកំពុងលេចចេញថ្មីដែលចំណុចនេះដែរគឺយើងនិយាយអំពីសារធាតុថ្មីដែលបង្កឲ្យទឹករបស់យើងនឹងទទួលរងនៅការបំពុលដោយសារធាតុបំពុលដែលកំពុងកើតមានហ្នឹងគឺជាសារធាតុកខ្វក់ហើយវាជាប្រភពចម្បងដែលកើតចេញពីរបៀបនៃការរស់នៅរបស់យើងសពថ្ងៃដោយតាមរយៈការបំពុលទឹកពេលមុនហ្នឹងវាមានដូចជានីត្រាត fluoride លោហៈធាតុធ្ងន់ហើយខណៈពេលដែលការបំពុលទឹកលេចចេញថ្មីហ្នឹងរួមមានថ្នាំឬក៏ផលិតផលថែទាំតខ្លួនសារធាតុ Savantex និងជាតិផ្អែមសពនិមិត្តឬដែលយើងហៅថាស្ករសពនិមិត្តហើយចំពោះថ្នាំឬក៏ផលិតផលថែទាំផ្ទាល់ខ្លួននេះផងដែរគឺវាជាប្រភពនៃផលិតផលដែលអាចចេញពីមន្ទីរពេទ្យគ្រួសារឬក៏រោងចក្រទឹកស្អុយអីចឹងទៅហើយរួមទាំងប្រភេទថ្នាំមួយចំនួនទៀតដូចជាប្រភេទថ្នាំអង់ទីប៊ីយោទិកថ្នាំសម្រាប់មេរោគថ្នាំបាញ់សត្វល្អិតឬក៏មួយទៀតគឺលេការពារកម្ដៅថ្ងៃហើយតកតងទៅនឹងសារធាតុជាតិផ្អែមសពនិមិត្តឬក៏ស្ករសពនិមិត្តនឹងវិញវាច្រើនគេត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរបបអាហារឬក៏ភេសជ្ជៈឧទាហរណ៍ដូចជាសាការីនអាផាតាមសារ៉ាឡូសនិងស៊ីឡាមេតហើយចំណុចតបទៀតគឺសារធាតុរបស់ Savantex ចំពោះសារធាតុនឹងដែរគឺជាសារធាតុមួយដែលមានសមត្ថភាពរលាយនិងសម្អាតខ្ពស់ដែលត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលនានាដែលធ្វើជាសាប៊ូសម្រាប់សម្អាតរបស់ឧបករណ៍នៅក្នុងរោងចក្រឧស្សាហកម្មផ្សេងៗចំពោះចំណុចតបគឺនិយាយអំពីការបំពុលវិទ្យុសកម្មប្រភពនៃការបំពុលហ្នឹងគឺកើតឡើងដោយធម្មជាតិនៅក្នុងសម្បកផែនដីឬក៏សកម្មភាពរបស់មនុស្សរបស់យើងដូចជាការជីកយករ៉ែអុយរ៉ាញ៉ូមជាទូទៅកាលណាដែលយើងជីកយករ៉ែវាតែងតែមាននៅសារធាតុផ្សេងទៀតដែលយើងសម្អាតបានអត់អញ្ចឹងនៅពេលដែលមានភ្លៀងធ្លាក់មកវាអាចនឹងហូរសារធាតុហ្នឹងចូលទៅក្នុងទឹកដែលធ្វើឲ្យទឹករបស់យើងហ្នឹងទទួលរងនៅការបំពុលមួយទៀតគឺរោងចក្រផលិតថាមពលនុយក្លេអ៊ែរការធ្វើតេស្តអាវុធនុយក្លេអ៊ែរនិងកាកសំណល់វិទ្យាសាស្ត្រឬក៏ឧស្សាហកម្មផ្សេងៗសារធាតុទាំងនេះអាចរលាយចូលទៅក្នុងទឹក
ដែលធ្វើឲ្យដល់ផលប៉ះពាល់ដល់មនុស្សយើងដូចជាជំងឺមហារីកអាហ្នឹងភាគច្រើនគឺមហារីកស្បែកហើយនឹងជំងឺវិទ្យុសកម្មចំពោះជំងឺនេះដែរប្រសិនបើជាអ្នកដែលទទួលរងនៅជំងឺវិទ្យុសកម្មហ្នឹងវាអាចនឹងធ្វើឲ្យប្រព័ន្ធនៅកោសិការបស់យើងហ្នឹងវាទទួលរងនឹងការខូចខាតដែលធ្វើឲ្យយើងហ្នឹងអាចទៅបណ្ដាលនៅជំងឺរីករាលដាលផ្សេងហើយមួយវិញទៀតគឺវាតកតងនឹងជំងឺផ្លូវដង្ហើមដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់យើងហើយបន្តមកទៀតគឺការផ្លាស់ប្ដូរហ្សែនហើយចំពោះចំណុចបន្ទាប់នេះវិញគឺនិយាយអំពីភ្នាក់ងារបង្ករោគពពួកអតិសង្ឃុំប្រាណដែលបង្កជំងឺដូចជាបាក់តេរីមានឈ្មោះcoli ឬក៏salmonella ហើយមេរោគហ្នឹងគឺមានមេរោគរលាកថ្លើមឬក៏វីរុស Polyneus ចំពោះផ្សិតវិញគឺបាក់តេរី Candida ហើយនិងប៉ារ៉ាស៊ីតគឺបាក់តេរី Cryptosporidium ហើយចំពោះប្រភពនៃការចម្រុងរោគកាលណាការបញ្ចេញទឹកសំអុយដែលមិនទទួលបាននៅការសម្អាតដែលត្រឹមត្រូវហ្នឹងគឺវាធ្វើឲ្យមាននៅប្រភេទសារធាតុកខ្វក់ផ្សេងៗហើយនិងប្រភេទដែលចេញពីទឹកសំណល់ឧស្សាហកម្មដែលអាចចម្លងរោគដូចជាfecal ហើយជំងឺដែលអាចបង្កឡើងហ្នឹងអាចដូចជាជំងឺអាសន្នរោគជំងឺគ្រុនពោះវៀនរាគរលាកថ្លើមគ្រុនស្វិតដៃជើងឬក៏ការឆ្លងនៅមេរោគកាពះពោះវៀនផ្សេងទៀតយើងដឹងហើយថាសុជនីករសំខាន់បើសិនជាកាលណាមានវត្តមានរបស់E. coli ឬក៏ coliform ហើយនឹងPica streptococci ហ្នឹងច្រើនដែលនៅក្នុងទឹករបស់យើងហ្នឹងគឺវាអាចបង្ហាញពីការបំពុលយ៉ាងធ្ងន់ធ្ងរនៅក្នុងទឹករបស់យើងផងដែរអរគុណលោកគ្រូចំពោះ slide បន្ទាប់ខ្ញុំសូមឲ្យមិត្តរបស់ខ្ញុំជាអ្នកបកស្រាយបន្តចាជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសាភ័ក្រថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយបន្តពីចំណុចមិត្តភ័ក្តិរបស់ខ្ញុំចំពោះចំណុចទី4យើងនឹងនិយាយអំពី common method for treating polluted wastewater អញ្ចឹងតកតងនឹងចំណុចនឹងដែរយើងនឹងនិយាយតកតងជាមួយនឹងការគ្រប់គ្រងយើងដឹងហើយថាតកតងជាមួយនឹងការគ្រប់គ្រងការបំពុលទឹកវាជាកង្វល់មួយជាពិសេសនៅក្នុងទឹកដែលមានការបំពុលគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយហើយដើម្បីដោះស្រាយបញ្ហានេះដែរគឺគេបានប្រើវិធីធ្វើការស្វែងរកវិធីសាស្ត្រដើម្បីសម្អាតទឹកដែលប្រកបដោយប្រសិទ្ធភាពនិងមានការចំណាយតិចដែលអនុញ្ញាតឲ្យយើងមានការស្ដារធនធានឡើងវិញគឺជាការចាំបាច់ហើយនៅក្នុងរយៈពេលប្រហែលសតវត្សថ្មីនេះឃើញថាពួកបច្ចេកវិទ្យាផ្នែករូបវិទ្យាគីមីនិងជីវសាស្ត្រគឺត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់នៃការបំពុលហើយបង្កើនលទ្ធភាពទទួលបានធនធានទឹកនិងការកាត់បន្ថយបញ្ហាដែលទាក់ទងជាមួយនឹងការបំពុលបន្ទាប់មកយើងចូលទាក់ទងជាមួយនឹង common method for treating polluted wastewater ហ្នឹងគឺមាន3ចំណុចធំទី1គឺ4.1 គឺតាក់ទងគេហៅថា chemical method ចំពោះ 4.2 គឺនិយាយតាក់ទងនឹង physical water treatment ចំពោះចំណុច 4.3 គឺនិយាយអំពី biological treatment អញ្ចឹងយើងនឹងតចំពោះចំណុចបន្ទាប់ទៀតដែលនិយាយតាក់ទងជាមួយនឹង 4.1 ដែលនិយាយតាក់ទងជាមួយនឹង chemical method ផងដែរអញ្ចឹងតាក់ទងជាមួយនឹង chemical method គឺជាវិធីសាស្ត្រសម្អាតទឹកដោយវិធីសាស្ត្រគីមីហើយវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រមួយដែលត្រូវការសម្អាតទឹកសំណល់ហើយក៏មានការបញ្ចូលសារធាតុទៅក្នុងទឹកសំណល់ដើម្បីបំបែកសារធាតុពុលចេញពីវាផងដែរចំពោះវិធីសាស្ត្រទាំងនោះគឺរួមមានដូចជា solvent extraction ion change neutralization absorption chemical precipitation electrochemical oxidation and photocatalytic degradation គឺដើម្បីយកសារធាតុពុលចេញពីទឹកអញ្ចឹងវាត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងការសម្អាតពពួកទឹកកខ្វក់ឬក៏ទឹកស្អុយហើយទឹកដែលមានការបំពុលផងដែរតកតងនឹងចំណុចបន្ទាប់ទៀតគឺចំណុច 4.1.1 គឺនិយាយតកតងជាមួយនឹង solvent extraction ចំពោះចំណុច solvent extraction នឹងផងដែរគឺគេប្រើសារធាតុរាវពីរប្រភេទជារឿយៗពពួកសារធាតុរាវនោះគឺដូចជាទឹកហើយនិងសារធាតុសរីរាង្គដើម្បីបំបែកសារធាតុពុលក្នុងនោះដែរគឺ
ភាគច្រើនដែលគេចូលចិត្តប្រើគឺនៅក្នុងរោងចក្រឧស្សាហកម្មធំតែការប្រើប្រាស់នេះផងដែរវាក៏មានគុណវិបត្តិដូចជាការបំពុលបន្ថែមឬក៏ការចំណាយខ្ពស់ផងដែរហើយតកតងជាមួយនឹងការទាញយកសារធាតុរំលាយឬក៏ការដកយកអង្គធាតុរាវគឺត្រូវបានប្រើដើម្បីបំបែកសមាសធាតុហើយនៅក្នុងនឹងដែរគឺគេត្រូវការប្រើការបំបែកគឺផ្នែកទៅលើការរលាយឬក៏តាក់ទងគ្នាជាមួយនឹងសារធាតុបំពុលក្នុងការរំលាយឬក៏ដោយតាក់ទងជាមួយនឹងការរំលាយនឹងដែរគឺមានដូចជាទឹកហើយនិងពពួកសារធាតុរំលាយសរីរាង្គហើយនៅក្នុងវិធីសាស្ត្រនេះដែរគឺដូចជាពពួកអំបិលគឺត្រូវបានផ្ទេរពីសារធាតុរំលាយមួយទៅសារធាតុរំលាយមួយទៀតដែលវាផ្ទុយគ្នាហើយនៅក្នុងដំណើរការទាញយកសារធាតុរំលាយគឺត្រូវបានគេប្រើពិសេសគឺដូចជាការផលិតពពួកfermentation ដូចជាពពួកថ្នាំអង់ទីប៊ីយោទិកអាស៊ីតអាមីណេហើយនិងពពួក steroid ផងដែរហើយការទាញយកសារធាតុរំលាយនេះគឺត្រូវបានគេប្រើជាញឹកញាប់គឺសម្រាប់ការសម្អាតទឹកនឹងផងដែរហើយទោះបីជាវិធីសាស្ត្រនេះគេចូលចិត្តនិយមប្រើផងដែរប៉ុន្តែវាក៏មានលក្ខណៈថាមានដែនកំណត់ឲ្យយើងប្រើវិធីសាស្ត្រនេះផងដែរដោយសារតែវាមានដូចជាការបញ្ចេញសារធាតុសរីរាង្គចំពោះការប្រើប្រាស់សារធាតុរំលាយចូលហើយវាអាចនឹងមានគ្រោះថ្នាក់ដូចជាការងាយឆេះសម្រាប់ការតាក់ទងជាមួយនឹងការប្រើប្រាស់ដែរគឺយើងត្រូវការវិនិយោគខ្ពស់ទៅលើឧបករណ៍របស់វាឬក៏ពេលខ្លះវាមានប្រសិទ្ធភាពមិនសូវល្អផងដែរតាក់ទងនឹងចំណុចបន្ទាប់ទៀតគឺចំណុច 4.1.2 ដែលយើងនិយាយអំពី ion exchange ចំពោះ ion exchange នោះផងដែរគឺយើងនិយាយតាក់ទងជាមួយនឹងការផ្លាស់ប្ដូរពពួក ion ដែលវិធីសាស្ត្រនេះគឺតាក់ទងជាមួយនឹងការផ្លាស់ប្ដូរពពួក ion ពីដំណាក់កាលរឹងដែលមិនរលាយបាននឹងទៅជាដំណាក់កាលរាវប្រសិនបើយើងឃើញថាតាក់ទងជាមួយនឹងការផ្លាស់ប្ដូរអ៊ីយ៉ុងដែរគឺមានពពួកអ៊ីយ៉ុងវិជ្ជមានបើសិនជាវាមានការផ្លាស់ប្ដូរគេហៅថាពពួកកាចុងប្រសិនបើពពួកប្រភេទអ៊ីយ៉ុងដែលមានបន្ទុកអវិជ្ជមានគឺវាបានត្រូវគេហៅថាពពួកការផ្លាស់ប្ដូរអ៊ីយ៉ុងនេះផងដែរអញ្ចឹងពពួកកាចុងគឺមានដូចជាពពួកកាល់ស្យូម 2 បូក MZ 2 បូកឬក៏បារីយ៉ូម 2 បូកនឹងគឺជាពពួកកាចុងដែលត្រូវបានគេបំបែកចេញពីពពួកសូឌីយ៉ុងយើងហៅថាអាកើនោះផងដែរហើយតាក់ទងជាមួយនឹងពពួកអាញ៉ុងវិញគឺមានដូចជាអាស៊ីនិកត្រីអុកស៊ីតហើយនិងរ៉ាឌីកាល់នីត្រាតនិងក្រូមតេត្រាអុកស៊ីតនឹងផងដែរតែយើងហៅថាពពួកអាញ៉ុងនឹងផងដែរហើយវិធីសាស្ត្រនេះគឺគេប្រើប្រាស់ក្នុងវិស័យផ្សេងៗរួមទាំងការវិធីសាស្ត្រនៃការសម្អាតទឹកការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រក៏ដូចជាការកែច្នៃផ្នែកចំណីអាហារការជីកយករ៉ែឬក៏កសិកម្មផ្សេងៗផងដែរហើយយើងនឹងចូលនឹងចំណុចបន្តទៀតគឺតាក់ទងជាមួយនឹងដែលយើងហៅថាដែលយើងហៅថាneutralization តាក់ទងជាមួយ neutralization ដែលចំណុច 4.1.3 នឹងផងដែរគឺគេហៅថាជាការបន្ថែមពពួកអាស៊ីតឬក៏សារធាតុលើសទៅក្នុងទឹកដើម្បីធ្វើឲ្យតម្លៃ pH របស់វាគឺស្មើជាមួយនឹងទឹកនឹងផងដែរតាក់ទងនឹងវិធីសាស្ត្រនេះគឺជាទូទៅគេប្រើក្នុងការសម្អាតទឹកដែលកខ្វក់ឬក៏គេហៅថាទឹកសំណល់ដែលទឹកដែលអត់ល្អនឹងផងដែរហើយត្រូវបានគេប្រើប្រាស់ក្នុងដំណើរការជាច្រើនផងដែរហើយចំពោះneutralization នឹងផងដែរគឺត្រូវបានគេប្រើដើម្បីធ្វើឲ្យវាមានតុល្យភាពរបស់អាស៊ីតឬក៏លក្ខណៈជាមូលដ្ឋានរបស់សារធាតុលើសទៅក្នុងទឹកនិងទឹកដែលកខ្វក់នឹងផងដែរឬក៏ទឹកសំណល់នឹងផងដែរហើយជាទូទៅការធ្វើ neutralization នឹងផងដែរគឺត្រូវបានគេប្រើដើម្បីសម្អាតនៅដំណើរការបែបជីវសាស្ត្រឬក៏នឹងគីមីហើយនឹងរូបផងដែរជាទូទៅយើងឃើញថាការសម្អាតបែបគីមីជាច្រើនដូចជាcalculation ហើយនឹង flocculation ហ្នឹងគឺវាតាក់ទងជាមួយនឹងយើងនឹងវាតាក់ទងជាមួយនឹងដំណើរការដែលពឹងផ្អែកទៅលើ pH នៅផងដែរហើយយើងមានវិធីសាស្ត្រដែលសមស្របក៏ដូចជាវិធីសាស្ត្រដែលយើងអាចបន្សាបតាក់ទងជាមួយនឹងអាស៊ីតឬក៏
ក្រុមតាក់ទងជាមួយនឹងក្រុមលោហៈអាកាឡាំងនៅពេលដែលវាមានច្រើនពេកនៅពេលដែលយើងបន្ថែមហ្នឹងដូចជាពពួកកាល់ស្យូមអុកស៊ីតកាល់ស្យូមអ៊ីត្រូកស៊ីតសូដ្យូមអ៊ីត្រូកស៊ីតនិងសូដ្យូមកាបូណាតទៅក្នុងទឹកឬក៏អាស៊ីតដែលយើងបន្ថែមទៅក្នុងហ្នឹងគឺដូចជាអាស៊ីតស៊ុលហ្វូរិកអាស៊ីតកាបូនិកទៅក្នុងទឹកដែលមាននៅក្នុងលោហៈអាកាឡាំងនោះផងដែរហើយយើងនឹងចូលតាក់ទងនឹងចំណុច 4.1.4 ហ្នឹងដែលនិយាយតាក់ទងនឹង absorption ចំពោះ absorption នឹងផងដែរគឺយើងលក្ខណៈថាយើងប្រើសារធាតុស្រូបដើម្បីដកយកសារធាតុពុលនៅលើផ្ទៃរបស់វាហើយលក្ខណៈនៃការស្រូបយកនេះផងដែរគឺអាស្រ័យទៅលើប្រភេទនៃកម្លាំង absorbent ហើយវាមានអត្ថប្រយោជន៍ដូចជាធ្វើឲ្យយើងចំណាយតិចហើយងាយស្រួលប្រើប្រាស់ហើយនឹងក៏មានប្រសិទ្ធភាពខ្ពស់ផងដែរហើយចំពោះsolution ដែលមានផ្ទុកនៅសារធាតុបំពុលគឺវាមានផលប៉ះនឹងផ្ទៃនៃសារធាតុស្រូប porous កម្លាំងអន្តរម៉ូលេគុលរវាងអង្គធាតុរាវនិងរឹងដែលនាំទៅដល់ការស្រូបយកចំពោះទឹកដែលម៉ូលេគុលរបស់វាត្រូវបានបំពុលមួយចំនួននៅលើផ្ទៃនៃសារធាតុគឺស្រូបយកនៅក្នុងដំណើរការ absorption ហើយការធ្លាក់ចុះនៃម៉ូលេគុលបំពុលនៅលើផ្ទៃរឹងគឺត្រូវបានគេហៅថាសារធាតុស្រូបយកហើយតកតងជាមួយនឹងលក្ខណៈនៃកម្លាំងរវាងកម្លាំង absorbent ហើយនិង absorbent គឺជាទូទៅគឺវាត្រូវបានគេចាត់ជាពីរថ្នាក់ដែលមានប្រភេទស្រូបបែបគីមីនិងស្រូបបែបរូបផងដែរជាមួយនឹងការស្រូបបែបគីមីគឺវាពាក់ព័ន្ធទៅនឹងកម្លាំងរបស់វាគឺនៃការស្រូបយកតកតងជាមួយនឹងដូចជាគេហៅថាកម្លាំងអន្តរម៉ូលេគុលគឺដូចជាកម្លាំង van der Waals ផងដែរហើយចំពោះប៉ារ៉ាម៉ែត្រដែលមានឥទ្ធិពលសម្រាប់ការស្រូបយកសារធាតុបំពុលដែលចូលហ្នឹងគឺត្រូវបានមើលទៅលើ pH ដែលតកតងជាមួយនឹងការធ្វើដូចជាពួក solution នៃរបស់បរិមាណ absorbent នោះផងដែរយើងនឹងចូលតកតងនឹងចំណុច 4.1.5 ដែលនិយាយតកតងជាមួយនឹង chemical precipitation ចំពោះចំណុចនោះដែរគឺគេប្រើសារធាតុគីមីដូចជាពពួកអាលុយមីញ៉ូមឬក៏ដែកដើម្បីបង្កើតផ្នែកធ្ងន់ឲ្យវាធ្លាក់ចូលទៅបាតក្រោមតាមរយៈដំណាក់កាល calculation និងcalculation ផងដែរហើយវាមានតម្លៃទាបគឺវាអាចបំបែកឬក៏ការដកនៅប្រភេទផ្សេងដូចជា PLS ដែលធ្វើឲ្យមានការដំណើរការលឿនផងដែរហើយតកតងជាមួយនឹងការប្រើប្រាស់សារធាតុគីមីដែលមានតម្លៃថោកហើយទោះជាយ៉ាងណាក៏ដោយក៏យើងឃើញថាការបង្កើតនៅបរិមាណដ៏ច្រើននឹងផងដែរគឺវាតែងតែមានដូចជាពពួកដីឬក៏ភក់ដែលវាទាមទារឲ្យយើងមានការសម្អាតវាចេញហើយដោយយើងឃើញថាដំណើរការនេះគឺមានដំណាក់កាលដូចជាcalculation និងpercolation ដែលដំណាក់កាលនេះផងដែរគឺយើងឃើញថាមានដូចជា sedimentation គឺដើម្បីបញ្ចប់នៅក្នុងដំណាក់កាលនេះផងដែរនៅដំណាក់កាលដំបូងយើងឃើញថា calculation គឺកើតឡើងតាមរយៈប្រតិកម្មគីមីនៃសារធាតុcalculent នៃភាគល្អិតដែលវាជា colloid ដែលបណ្ដាលឲ្យមានការកកើតនៃភាគល្អិតហើយតកតងនឹងកន្លែងនឹងដែរយើងឃើញថាដូចជាពពួកអាលុយមីញ៉ូមឬក៏គេហៅថាដូចជាពពួកដែកដែលយើងត្រូវបានប្រើវាគឺវាជាវត្ថុធាតុមួយដែលយើងយកចេញមកពីទឹកឬក៏សំណល់ហើយលើពេលនេះទៅទៀតពពួកនឹងផងដែរដោយយើងឃើញថាពពួក calculent ហ្នឹងគឺដែលបណ្ដាលឲ្យវាមានជាពពួកfloat ដូចជាធំជាងឬក៏ធ្ងន់ជាងដែលបង្កើនដំណើរការនេះតកតងsedimentation គឺពួកវាគឺយើងឃើញថាមានឥទ្ធិពលខ្លាំងឬក៏អាស្រ័យទៅលើ pH ដែលមានល្អបំផុតដែលតកតងជាមួយនឹងការកាត់បន្ថយនៃបរិមាណនេះផងដែរចំពោះដំណាក់កាលទី2គឺ flocculation គឺពាក់ព័ន្ធទៅនឹងការរលាយបញ្ចូលគ្នាដែលធ្វើឲ្យភាគល្អិតបណ្ដាលឲ្យមានការប្រមូលផ្ដុំនៃភាគល្អិតនឹងផងដែរបំលែងពួកវាទៅជា floc ដែលធំជាងមុនផងដែរតកតងនៅចំណុច 4.1.6 ហ្នឹងដែលយើងនិយាយតកតងជាមួយនឹង electrochemical oxidation ហ្នឹងគឺគេហៅថាតកតងជាមួយនឹងការប្រើចរន្តអគ្គិសនីដើម្បីបំបត្តិសារធាតុពុលតាមរយៈនៅក្នុងវិធីសាស្ត្រអុកស៊ីតកម្មគីមីហើយនៅក្នុងនឹងផងដែរគឺពពួកសារធាតុដែលបំពុលគឺត្រូវបានគេកត់សម្គាល់ទៅលើផ្ទៃអាណូតតាមរយៈការធ្វើអុកស៊ីតកម្មដោយផ្ទាល់ទៅនឹងហើយនឹងដោយប្រយោល
ហើយការធ្វើនឹងផងដែរគឺយើងឃើញថាសារធាតុបំពុលនៅលើអាណូតគឺតម្រូវឲ្យមានពពុះអេឡិចត្រូតដើម្បីឈានទៅដល់លក្ខខណ្ឌនៃការធ្វើអុកស៊ីតកម្មខ្លាំងហើយបង្ហាញពីសក្តានុពលបន្ថែមផងដែរតាក់ទងជាមួយនឹងអុកស៊ីតកម្មដោយប្រយោលនឹងគឺយើងឃើញថាវាបានឲ្យយើងដឹងពីការអនុវត្តនៃការបង្កើតពពុះរ៉ាឌីកាល់ហើយពពុះរ៉ាឌីកាល់ហ្នឹងដូចជាអ៊ីត្រូកស៊ីតពីលើទឹកនៅលើផ្ទៃនៃអាណូតនោះផងដែរទាក់ទងនឹងអុកស៊ីតកម្មអេឡិចត្រូគីមីគឺត្រូវបានប្រើដើម្បីដកក៏ដូចជាតម្រូវឲ្យដូចជាពពុះអុកស៊ីសែនឬក៏ពពុះពណ៌ចេញពីទឹកសំណល់នឹងផងដែរហើយវិធីសាស្ត្រនេះគឺមានអត្ថប្រយោជន៍ដូចជាបំបត្តិក្លិនពណ៌ឬក៏នឹង COD ដោយមិនដឹងសំទោសដោយមិនបង្កើតនៅពពុះដីភក់ដែលទាមទារឲ្យយើងសម្អាតទេបន្ទាប់មកទាក់ទងនឹងចំណុចចុងក្រោយគឺ 4.1.7 ដែលយើងនិយាយទាក់ទងជាមួយនឹង photo degradation នឹងដែល photo degradation នឹងយើងនិយាយទាក់ទងជាមួយនឹងការបំបត្តិដោយយើងមើលទៅលើពពុះពន្លឺនឹងហើយយើងត្រូវការប្រើពពុះពន្លឺ UV ដែលយើងអាចមើលឃើញដើម្បីបំបែកពពុះសារធាតុពុលតាមរយៈ photocatalysis ឬក៏ photocatalysis របស់យើងនឹងផងដែរហើយទាក់ទងនឹង photocatalysis ហ្នឹងគឺជាដំណើរការមួយដែលពពុះសារធាតុបំពុលរលាយក្នុងទឹកហ្នឹងគឺស្រូបយកកាំរស្មី UV នឹងផងដែរហើយពពុះពន្លឺដែលយើងអាចមើលឃើញគឺយើងត្រូវការប្រើពពុះកាំរស្មី UV ហើយនៅក្នុង photocatalysis ហ្នឹងគឺបណ្ដាលឲ្យមានការបំលែងពពុះសារធាតុគីមីខណៈពេលដែលវាធ្វើអុកស៊ីតកម្ម photocatalytic ឬក៏យើងហៅថា photocatalysis ហ្នឹងដែលនាំឲ្យមានអន្តរកម្មជាមួយនឹងពពុះhydroxyl ហើយនឹងពពុះអុកស៊ីតឬក៏យើងហៅថាអុកស៊ីតកម្មប្រសិទ្ធភាពនៃដំណើរការ photocatalytic ហ្នឹងគឺវាអាស្រ័យទៅលើកត្តាដូចជាកំហាប់ដំបូងនៃសារធាតុបំពុលប្រភេទនិងបរិមាណនៃ photocatalytic ដែលធ្វើឲ្យអាំងតង់ស៊ីតេនៃពន្លឺរបស់វាគឺធ្វើឲ្យយើងអាចដឹងហើយវាមានអត្ថប្រយោជន៍ក្នុងការមិនប្រើបន្ថែមនៅសារធាតុគីមីឬក៏ការបំលែងសារធាតុរ៉ែនៃសារធាតុបំពុលហើយវាក៏មានភាពងាយស្រួលផងដែរអញ្ចឹងតាក់ទងជាមួយនឹងការបកស្រាយនៅចំណុចហ្នឹងគឺមានតែប៉ុណ្្នឹងហើយតាក់ទងនឹងចំណុចបន្ទាប់ទៀតខ្ញុំនឹងឲ្យមិត្តភ័ក្តិរបស់ខ្ញុំគាត់បកស្រាយបន្តជម្រាបសួរលោកគ្រូនិងខ្ញុំឈ្មោះហៃស្រីនាងឡងបកស្រាយនៅចំណុច 4.2 ដែលនិយាយអំពី physical water treatment គឺជាវិធីសាស្ត្ររូបដែលជាវិធីសាស្ត្រមួយប្រើសម្រាប់បន្សុទ្ធដើម្បីប្រើលក្ខណៈរូបហើយវិធីសាស្ត្រនេះប្រើសម្រាប់តែភាគល្អិតរឹងនិងមេត្តាធំដែលត្រូវបានដកចេញហើយវាមានប៉ះពាល់ទៅលើវត្ថុធាតុដើមសរីរាង្គនិងអសរីរាង្គបាក់តេរីនិងមីក្រូសរីរាង្គទេហើយតកតងទៅនឹងចំណុចវិធីសាស្ត្ររូបហ្នឹងវាមាន3វិធីសាស្ត្រទៀតគឺ distillation ហើយនឹង sedimentation ហើយនឹង membranous filtration ហើយតកតងជាមួយនឹង 4.2.1 ហ្នឹងតកតងទៅនឹង distillation គឺជាវិធីសាស្ត្រមួយដែលពឹងផ្អែកទៅលើចំណុចរំពុះវាគឺជាលបាយនៃសារធាតុរាវនិងរាវដែលដោយប្រើការដុតកម្ដៅសមាសធាតុដែលមានចំណុចរំពុះទាបវានឹងคล้ายទៅជាចំហាយទឹកបន្ទាប់មកវានឹងចុះคล้ายទៅជាអង្គធាតុរាវវិញហើយវិធីសាស្ត្រមួយនេះដែរអាចដកយកសារធាតុពុលបាក់តេរីនិងមីក្រូសាររាង្គកាយសារធាតុសរីរាង្គផ្សេងលើកលែងតែអេតាណុលហើយនិងអាសេតូនហើយវិធីសាស្ត្រនេះផងដែរវាបំបត្តិភាពមិនសុទ្ធដូចជាសមាសធាតុរ៉ែម៉ាញ៉េសូមសូដ្យូមនីត្រាតហើយនិងភាគល្អិតដូចជាដែកហើយនិងសារធាតុពុលដូចជាបាក់តេរីនិងផ្សិតជាដើមហើយវិធីសាស្ត្រនេះវាមានគុណសម្បត្តិត្រង់ថាវាមិនអាចប្រើសម្រាប់សមាសធាតុសរីរាង្គណាដែលមានចំណុចរំពុះក្រោម100អង្សាសេទេហើយតកតងជាមួយនឹងចំណុច 4.2 ហ្នឹងតកតងជាមួយនឹង sedimentation ហ្នឹងនិយាយអំពីវិធីសាស្ត្រប្រើនៅក្នុងដំណាក់កាលដំបូងនៃប្រព្រឹត្តកម្មទឹក
ដែលវាអាចប្រើកម្លាំងដើម្បីទាញបំបែកភាពល្អិតដែលមាននៅក្នុងទឹកហើយវិធីសាស្ត្រនេះវាមិនមានប្រសិទ្ធភាពក្នុងការទាញយកសមាសធាតុសរីរាង្គនិងអសរីរាង្គទេវាត្រូវបានប្រើជាមួយវិធីសាស្ត្រផ្សេងទៀតឧទាហរណ៍អ្នកទាំងអស់គ្នាដែលឃើញនៅធុងទឹកស្អាតមួយដែលគេមានដាក់ខ្សាច់ដាក់គ្រួតូចគ្រួធំអីចឹងណាដល់ពេលនេះទៅចំពោះត្រង់ចំណុចនេះគេនិយាយពីយើងចាក់ទឹកចូលទៅក្នុងធុងមួយហ្នឹងដែលមានខ្សាច់មានគ្រួតូចគ្រួធំអីហ្នឹងហើយខ្សាច់ហ្នឹងហើយវាចាប់យកសារធាតុភាគល្អិតទាំងនោះហើយតកតងទៅនឹងចំណុច 4.2.3 membrane filtration ហ្នឹងជាវិធីសាស្ត្រដែលត្រូវដកយកបាក់តេរីនិងមីក្រូសារពាង្គកាយដែលនៅក្នុងទឹកខ្វក់ហើយប្រើប្រាស់សារធាតុគីហើយមិនប្រើប្រាស់សារធាតុគីមីដែលមាននៅក្នុងទឹកហើយទោះបីដំណើរការនេះមិនគ្រប់គ្រាន់សម្រាប់ប្រតិកម្មទឹកទេវាទាមទារវិធីសាស្ត្ររូបនិងវិធីសាស្ត្រគីមីផងដែរហើយចេញពីដើម្បីវិធីសាស្ត្រហ្នឹងពាក់ព័ន្ធជាមួយនឹងភ្នាសជ្រាបដើម្បីបំបែកភាពកខ្វក់ចេញពីទឹកដោយផ្អែកលើភាគល្អិតនិងអ៊ីយ៉ុងវិធីសាស្ត្រនេះអាចដកយកសារធាតុអសរីរាង្គនិងសរីរាង្គបាក់តេរីនិងមីក្រូសារពាង្គកាយដោយភ្ជាប់ជាមួយនឹងវិធីសាស្ត្រsedimentation ហើយនឹងcoagulation ដែលបង្កើតប្រសិទ្ធភាពសម្អាតទឹកហើយតកតងទៅនឹងចំណុចបន្ទាប់និយាយអំពី 4.3 biological treatment គឺជាវិធីសាស្ត្រជីវសាស្ត្រដ៏សំខាន់មួយសម្រាប់ការសម្អាតទឹកកខ្វក់និងទឹកសំណល់ហើយដំណើរការនេះអាចចែកទៅជាសកម្មភាពអេរ៉ូប៊ិកនិងអារ៉ូប៊ិកវិធីសាស្ត្រនេះអាចដកបាក់តេរីនិងមីក្រូសារពាង្គកាយដែលមាននៅក្នុងសំណល់គីមីដោយមានបន្ថែមសារធាតុគីមីប៉ុន្តែវិធីនេះមានគ្រប់គ្រាន់សម្រាប់ការសម្អាតទឹកកខ្វក់តែហើយសំខាន់វិធីនេះទាមទារវិធីសាស្ត្រគីមីនិងវិធីសាស្ត្ររូបវិធីសាស្ត្រជីវសាស្ត្រតកតងទៅនឹងការយកសារធាតុពុលចេញដែលកើតឡើងតាមសកម្មភាពជីវសាស្ត្រដែលពឹងផ្អែកទៅលើការលូតលាស់នៃសារធាតុសរីរាង្គដែលមាននៅក្នុងទឹកកខ្វក់ហើយសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់បាក់តេរីអារ៉ូប៊ិកត្រូវការអុកស៊ីសែនសម្រាប់រំលាយអាហារខណៈពេលដែលបាក់តេរីនៃអាណារ៉ូប៊ិកលូតលាស់ក្នុងអវិតាមីននៃអុកស៊ីសែនហើយបាក់តេរីបន្តពូជនៅក្នុងវិតាមីននិងអវិតាមីននៃអុកស៊ីសែនទោះបីដំណើរការនេះប្រព្រឹត្តខុសគ្នាក៏ដោយចំពោះរូបភាពនេះតកតងទៅនឹងដំណើរទឹកសំណល់ដែលមានសមាសធាតុសរីរាង្គដែលត្រូវការអេរ៉ូប៊ិកដើម្បីជំរុញអុកស៊ីសែនដើម្បីឲ្យមានការលូតលាស់នៃសមាសធាតុសរីរាង្គហើយបំបែកសមាសធាតុសរីរាង្គនោះបង្កើតបានទៅជាកាបូនហើយនឹងសំណល់ផ្សេងសម្រាប់យកទៅប្រើប្រាស់និងធ្វើជីកំប៉ុស្តផ្សេងទៀតហើយដំណើរការនេះក៏ជាការលូតលាស់របស់microalgae ដែលត្រូវការពន្លឺនិងបំលែងបាក់តេរីคล้ายទៅជាអុកស៊ីសែននិងកាត់បន្ថយឧស្ម័នកាបូនិកហើយផលិតផលរបស់វាគឺត្រូវបានប្រើប្រាស់សម្រាប់ជីវៈថាមពលហើយនឹងប្រើប្រាស់សម្រាប់កសិកម្មនិងគ្រឿងសម្អាងនិងឱសថផ្សេងចំពោះចំណុចខ្ញុំចប់ប៉ុណ្ណេះតទៅទៀតឲ្យមិត្តភក្តិខ្ញុំជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហនហើយមកបកស្រាយបន្តពីមិត្តភក្តិរបស់ខ្ញុំដែលចំណុច5គេនិយាយអំពី
environmental resuscitation ចំពោះបញ្ញត្តិបរិស្ថានដែលបានអនុម័តនៅឆ្នាំ1974ហើយនៅឆ្នាំ1986វាគឺជាច្បាប់ដែលមានគោលបំណងដើម្បីការពារទឹកនិងបរិស្ថានហើយច្បាប់នេះដែរគឺបានដាក់គោលការណ៍គ្រប់គ្រងកាកសំណល់ដោយគិតគូរអំពីការបង្កើតកាកសំណល់ការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ដែលមានប្រយោជន៍អញ្ចឹងយើងដឹងហើយថាការបង្កើតកាកសំណល់វាគឺជាការប្រើប្រាស់សារធាតុដែលអាចបង្កើតពីកាកសំណល់ពីមុននិងវិធីដែលអាចយកវាមកប្រើប្រាស់ឡើងវិញចំណែកការគ្រប់គ្រងនិងការប្រើប្រាស់សម្រាប់និងការប្រើប្រាស់ដែលមានប្រយោជន៍ដូចជាការកែច្នៃកាកសំណល់ទៅជាផលិតផលថ្មីជាដើមចំពោះស្តង់ដារសម្រាប់ការបំពុលត្រូវបានប្រើប្រាស់ដើម្បីបង្កើតនៅបទបញ្ញត្តិដែលគ្រប់គ្រងកាកសំណល់ពីផលិតកម្មនានាហើយច្បាប់ទឹកឬការការពារនិងការត្រួតពិនិត្យការបំពុលដែលបានអនុម័តនៅឆ្នាំ1974តាំងពីនោះមកកាកសំណល់អំពីគ្រោះថ្នាក់ក្នុងការបំពុលនៃឧស្សាហកម្មនានាតែយើងដឹងហើយថាផលិតផលឧស្សាហកម្មដែលត្រូវបំពុលមានដូចជាឧស្សាហកម្មគីមីវាអាចហូរចូលទៅក្នុងទឹកដូចជាប្រេងឧស្សាហកម្មគីមីប្រើសម្រាប់ការផលិតនិងជីគីមីផ្សេងហើយចំពោះច្បាប់នេះត្រូវបានអនុវត្តនៅក្នុងរាជរដ្ឋាភិបាលនីមួយៗដូច្នេះសមាជិកក្រុមប្រឹក្សានានានឹងត្រូវបង្កើតគម្រោងដើម្បីអនុវត្តនៅបញ្ញត្តិនេះជាងចូលដល់ចំណុចមួយទៀតគឺចំណុច6 new pollutant detection technique ដែលគេនិយាយអំពីបច្ចេកទេសដែលរកឃើញការបំពុលថ្មីដែលផ្ដោតទៅលើការប្រើប្រាស់ឧបករណ៍និងវិធីសាស្ត្រដែលពាក់ព័ន្ធនឹងការបង្កើតនិងវាយតម្លៃសារធាតុពុលដែលមិនត្រូវបានគេទទួលស្គាល់ទៅនឹងបរិស្ថានហើយដោយសារតែការវិភាគលោហៈនិងវិធីសាស្ត្រStetosome និង Chromatography ដែលមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់ក្នុងការផ្ដល់នៅព័ត៌មានល្អៗនិងស្វែងរកសមាសធាតុនិងកំណត់អត្តសញ្ញាណវិធីសាស្ត្រស្ទើរតែគ្រប់ប្រភេទគម្រោងហើយមួយទៀតវិធីសាស្ត្រ liquid chromatography ត្រូវបានប្រើប្រាស់សម្រាប់ការមើលភាពកខ្វក់និងមិនងាយរលាយហើយខណៈដែល chromatography វាក៏ធ្វើការមើលទៅលើវត្ថុដែលមានលក្ខណៈមិនរាវនិងងាយរលាយផងដែរដូចជាវត្ថុដែលមានលក្ខណៈដែលមិនរាវហ្នឹងវាដូចជាវត្ថុដែលមិនអាចអកម្មនៅក្នុងការផ្លាទីរបស់វាក្នុងទិសដៅណាមួយហើយវាមានលក្ខណៈដូចជាអ៊ីត្រូកាបូនក្រប្រែជាដើមតែចំណុចរបស់ខ្ញុំបានបញ្ចប់ទៅត្រឹមនេះចំណុចបន្ទាប់សូមឲ្យមិត្តភក្តិខ្ញុំជាអ្នកបកស្រាយបន្តជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសមេធនណាមកបកស្រាយបញ្ចប់តើតើទៅនឹងសេចក្តីសន្និដ្ឋានការបំពុលទឹកគឺជាបញ្ហាបរិស្ថានដ៏សំខាន់មួយដែលត្រូវដោះស្រាយជាបន្ទាន់វត្តមាននៃការបំពុលផ្សេងៗទាំងសរីរាង្គនិងអសរីរាង្គបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពនិងសុខុមាលភាពរបស់មនុស្សនិងពិវត្តនៅក្នុងទឹកក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងការអភិវឌ្ឍបច្ចេកទេសនៃការសម្អាតទឹកខ្ពស់ក្នុងការដកយកជាតិពុលទាំងនេះយើងត្រូវតែពឹងផ្អែកទៅលើវិធីសាស្ត្រហ្នឹងយើងត្រូវតែរកវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពខ្ពស់ហើយការសម្អាតទឹកតាមរយៈវិធីសាស្ត្រគីមីរូបនិងជីវសាស្ត្រនេះគឺមានសារៈសំខាន់ណាស់ដើម្បីធានានៅសុវត្ថិភាពក៏ដូចជាសុខភាពរបស់មនុស្សនិងបរិស្ថានហើយវិធីសាស្ត្រនីមួយៗនេះវាមានគុណសម្បត្តិនិងបានកំណត់ខុសៗគ្នាដែលហើយភាគច្រើនហ្នឹងអាស្រ័យទៅលើសារធាតុបំពុលដែលមាននៅក្នុងទឹកហ្នឹងនៅទាំងអស់គ្នាដែលតាក់ទងទៅនឹងការបំពុលទឹកនិងការដកសារធាតុបំពុលចេញពីទឹកហ្នឹងគឺពឹងផ្អែកទៅលើវិធីសាស្ត្រ3ដែលក្នុងនេះខ្ញុំក្រុមរបស់ខ្ញុំនិយាយពីនិយាយការដែលប្រើវិធីសាស្ត្រហ្នឹងជាមួយនឹងគុណសម្បត្តិក៏ប៉ុន្តែធម្មតាអ្វីក៏ដោយវាតែមានគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងខ្ញុំសូមបន្ថែមដែលតាក់ទងទៅនឹងគុណវិបត្តិបន្តិចដែលប្រើវិធីសាស្ត្រគីមីហ្នឹងវាមានគុណវិបត្តិ
ត្រង់ថាយើងប្រើប្រាស់សារធាតុគីមីដើម្បីកម្ចាត់សារធាតុកខ្វក់ដែលមាននៅក្នុងទឹកក្នុងល្បឿនលឿនក៏ប៉ុន្តែសារធាតុអស់ហ្នឹងក៏វាប៉ះពាល់ទៅដល់សារធាតុដែលយើងចាក់សារធាតុគីមីដែលយើងប្រើទៅចាក់ពពួកអីយ៉ាងអស់ហ្នឹងក៏វាមានការបំពុលបន្តិចបន្តួចនៅក្នុងនឹងដែរចំពោះវិធីសាស្ត្ររូបមួយវិធីសាស្ត្ររូបវិញវាមានការច្រោះនិងការ sedimentation ជាមួយនឹង absorption វាមានប្រសិទ្ធភាពខ្ពស់មែនក៏ប៉ុន្តែវាត្រូវការធនធាននិងពេលវេលាយូរដើម្បីបញ្ចប់ដំណើរការមួយហ្នឹងដល់ពេលវិធីសាស្ត្រជីវសាស្ត្រវិញយើងត្រូវប្រើប្រាស់ពពួកមីក្រូសារពាង្គកាយដើម្បីបន្សាបជាតិពុលហើយវាក៏ដើម្បីបន្សាបជាតិពុលហ្នឹងកុំឲ្យវាប៉ះពាល់ទៅដល់បរិស្ថានក៏ប៉ុន្តែវាត្រូវការចំណាយពេលច្រើនដូចវិធីសាស្ត្ររូបដែរចឹងដោយសារតែបច្ចុប្បន្នយើងនឹងវាមានបរិមាណនៃការបំពុលកើនឡើងដែលនៅថ្ងៃអនាគតដើម្បីសម្អាតទឹកនោះយើងត្រូវតែពឹងផ្អែកទៅលើវិធីសាស្ត្រ3ដែលក្រុមរបស់យើងខ្ញុំអស្ចារ្យលម្អិតនៅចំណុចនៅស្លាយខាងលើហ្នឹងហើយអ្វីដែលសំខាន់ហ្នឹងយើងត្រូវប្រើប្រាស់វិធីសាស្ត្រទាំង3ហ្នឹងដើម្បីជាជំហាននៃការសម្អាតទឹកឲ្យមានប្រសិទ្ធភាពនិងកុំឲ្យប៉ះពាល់ទៅដល់បរិស្ថានហើយវិធីសាស្ត្រហ្នឹងយើងត្រូវប្រើវាដោយមានភាពច្នៃប្រឌិតហើយលើពីនេះទៀតយើងត្រូវតែប្រើវិធីសាស្ត្រហ្នឹងដើម្បីដកយកធនធានសំណល់ដែលចេញពីទឹកហ្នឹងប្រើទាញយកជាប្រយោជន៍ជាធម្មអាចថាជាធម្មពលជាសារធាតុចិញ្ចឹមឬក៏ការប្រើប្រាស់ឡើងវិញអញ្ចឹងតើតើទៅនឹងការបកស្រាយរបស់ក្រុមយើងខ្ញុំសូមបញ្ចប់ត្រឹមនេះប្រសិនបើជាអ្នកទាំងអស់គ្នាមានចម្ងល់ត្រង់ណាអាចសួរមកកាន់ក្រុមយើងខ្ញុំបានសូមអរគុណតែឡើងមកដែរគ្នាយើងក្រុមយើង present ប្រហែលនាទី1ម៉ោងហ្នឹងអី present ល្អណាស់មាន information មានព័ត៌មានច្រើនតែបើសិនជាឧទាហរណ៍ថាយើងកំណត់តាម20នាទីបានសមាជិកយើងផ្សេងអត់មានអីបាន present ណាណោះpresent ច្រើនមែនតើណោះហើយហ្នឹងដោយសារតែម្ដងហ្នឹងលោកគ្រូសម្រេចចិត្តថាអត់កំណត់នាទីណាបើកំណត់នាទីវិញយើងគិតមើលនេះតាំងពីម៉ោងប្រហែលមកនេះមានអ្នកបានផ្ទៀងនាទីអត់យើងចុច share slide មានឃើញនាទី load អត់ហេមានសំណួរខ្ទង់ម៉ោង ខ្ទង់ម៉ោងប៉ុន្មានដូចជា6:40ជាងលោកគ្រូ បាទអូខេគ្នាយើងមានសំណួរអាចសួរមិត្តភក្តិយើងបានណាឬក៏គាត់ present អស់ហើយអត់មានសំណួរអីទេមានសំណួរមួយលោកគ្រូ បាទអញ្ជើញតើអាចបកស្រាយកន្លែងជំងឺវិទ្យុសកម្មបានអត់ខ្ញុំតាមអត់ទាន់ដែរចាបងអរគុណសម្រាប់សំណួរចាបងចំពោះជំងឺវិទ្យុសកម្មនឹងវិញគឺវាតកតងទៅនឹងប្រព័ន្ធសុខភាពរបស់យើងគឺតកតងទៅនឹងសារពាង្គកាយរបស់យើងដែលតកតងទៅនឹងកោសិកានៅផ្នែកខាងក្នុងរបស់យើងនឹងប្រសិនបើមនុស្សរបស់យើងនឹងទទួលរងនៅជំងឺនឹងវាអាចនឹងធ្វើឲ្យកោសិការបស់នៅក្នុងសារពាង្គកាយរបស់យើងនឹងវាខូចខាតហើយវាអាចនឹងធ្វើឲ្យយើងនឹងមានជំងឺជាពិសេសដូចជាប្រភេទជំងឺផ្លូវដង្ហើមនឹងគឺវាតកតងទៅនឹងប្រព័ន្ធប្រសាទរបស់យើងហ៎បងចាអរគុណបងចាបងអរគុណបងក្រុមទី3សូមសួរមួយសំណួរតើការប្រើប្រាស់ជាសូត្រនិងសារធាតុហ្វមពលអគ្គិភ័យច្រើនពេកវាបង្កហានិភ័យអ្វីខ្លះដល់សុខភាពចាបងអរគុណសម្រាប់សំណួរអញ្ចឹងថងចំណុចនេះដែរគឺនៅពេលដែលយើងប្រើប្រាស់ជាសូរច្រើនពេកហ្នឹងគឺវាបង្កដូចជាជំងឺមហារីកដូចជាមហារីកកាពះថ្លើមហើយនិងសួតជាដើម
ភ័យសម្រាប់ហ្វមប្រតិគាភ័យហ្នឹងគឺវាអាចបង្កជំងឺមហារីកកពេញទីរអ៊ីឬក៏ពិការភាពពីកណើតនៅពេលឧទាហរណ៍ថានៅពេលដែលស្ត្រីមានផ្ទៃពោះហ្នឹងគាត់ពិសាទឹកដែលមានទទួលរងនឹងការបំពុលដោយហ្វមប្រតិគាភ័យហ្នឹងនៅពេលដែលកូននៅក្នុងផ្ទៃរបស់គាត់ហ្នឹងគឺវាលក្ខណៈថាការលូតលាស់អវយវៈឬក៏សារពាង្គកាយរបស់កូនគាត់ហ្នឹងគឺលូតលាស់អត់បានល្អអញ្ចឹងណាធ្វើឲ្យពិការភាពដៃឬក៏ជើងភ្នែកអីចឹងទៅជាមួយនឹងបញ្ហាភាពស៊ាំដែលធ្វើឲ្យយើងឆាប់ទទួលរងនៅជំងឺផ្សេងផ្សេងអញ្ចឹងណាធ្វើឲ្យភាពស៊ាំយើងចុះខ្សោយខ្លាំងអញ្ចឹងសម្រាប់ចម្លើយរបស់ខ្ញុំគឺមានប៉ុណ្ណឹងបងអរគុណ ចាអរគុណបង អញ្ចឹងpollution pollutant ហ្នឹងវាមានច្រើនតកតងជាមួយនឹងសារធាតុដែលបំពុលនៅក្នុងទឹកហ្នឹងមានច្រើនហើយវិធីសាស្ត្រដែលយើង remove វាហ្នឹងក៏ផ្សេងគ្នាដែរត្រូវអត់អញ្ចឹងលោកគ្រូសូមឲ្យយើងលើកយក pollutant 3ហើយនឹងរបៀបដែលយើង removal ហ្នឹង3មក highlight បង្ហាញមិត្តភ័ក្ដិយើងម្ដងទៀតណា